Ok,សួស្តីអ្នកគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបាទអ្នកគ្នាអំពីការកែលាបរិមាណខ្សាច់ថ្មស៊ីម៉ងនិងទឹកបាទដែលយើងយកមកលាយសម្រាប់ការងារបេតុងបាទអញ្ចឹងយើងដឹងហើយប្រភេទបេតុងគឺវាផ្សំឡើងអំពីថ្មបាទជាមួយនឹងទឹកបាទជាមួយនឹងស៊ីម៉ងបាទជាមួយនឹងខ្សាច់បាទហើយវាអាចមាន admixture គឺថ្នាំគីមីជំនួយបាទគឺពាក់ព័ន្ធមួយការប្រើប្រាស់ថ្នាំគីមីជំនួយហ្នឹងគឺករណីយើងប្រើ strain បេតុងខ្លាំងណាបាទអញ្ចឹងគេទៅលាយបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការលាយហ្នឹងបាទអានេះពាក់ព័ន្ធមួយ grade បាទ grade ហ្នឹងគឺបើយើងនិយាយទៅគឺក្បួនខ្នាតក្នុងការលាយទៅតាមកម្លាំងបេតុងដែលយើងចង់បានបាទយើងមាន M25 បាទ M30 បាទខុសពីហ្នឹងគឺយើងអាចគណនាបានទេអាហ្នឹងវាពាក់ព័ន្ធមួយការលាយទៅតាមបច្ចេកទេសណាតែបើយើងគិតថាយើងលាយដៃនៅក្នុងនេះគឺគេអត់មានដាក់ឲ្យទេបាទអញ្ចឹងមានត្រឹម M30 អញ្ចឹងគេមានករណី1 13បាទ1 12បាទបើសិនជាករណីខាងលើនេះអានេះវាខ្សោយឯងមានន័យថាភាពធន់របស់វា5 megapascal 7 megapascal នេះយើងចាក់សាបអីចាក់ឡប់ឡែធម្មតាណាដែលកន្លែងដែលស្រារងបន្ទុកឲ្យស្រាចាក់កុំឲ្យដីជ្រាបទឹកជ្រាបអីចឹងទៅតែប៉ុណ្្នឹងឯងបាទបើសិនជាយើងយកទៅសាងសង់អីធ្វើអាគារអីឬក៏ធ្វើផ្ទះឬក៏ចាក់ផ្លូវអីជាទូទៅការកម្លាំងបេតុងខ្លាំង25ឡើងបាទអញ្ចឹងអា1 1 2នេះមានន័យថាម៉េចមួយនោះមានថាស៊ីម៉ងមួយបាវខ្សាច់1ថ្ម2អានេះដូចគ្នាអញ្ចឹងគឺខាងមុខនេះគឺតំណាងឲ្យស៊ីម៉ងកណ្ដាលនេះគឺខ្សាច់អាក្រោយនេះគឺថ្មបាទអញ្ចឹងសមាសធាតុ3ហ្នឹងគឺផ្សំចូលគ្នាបូកទឹកមួយទៀតគឺវាថាវាទៅជាបេតុងមួយបាទអញ្ចឹងដូចនៅក្នុងនេះខ្ញុំយក1 លើ 4បាទ1 លើ 4មានន័យថាម៉េចគឺផលធៀបការលាយបេតុងបាទអញ្ចឹងខ្ញុំយក M25 មានន័យថាស៊ីម៉ងមួយបាវខ្សាច់មួយធុងថ្ម2បាទស៊ីម៉ងមួយបាវខ្សាច់មួយធុងថ្ម2បាទនេះក៏ខ្ញុំដាក់ស៊ីម៉ាន់គឺតំណាងឲ្យស៊ីម៉ងសែនគឺខ្សាច់ aggregate គឺថ្មហើយពាក់ព័ន្ធមួយកម្រាស់នេះគឺបាទមកកម្រាស់1ម៉ែត្របាទបដោយ1ម៉ែត្របាទទទឹង1ម៉ែត្របាទអានេះគឺខ្ញុំចង់បង្ហាញការគិតក្នុង1ម៉ែត្រគីបបាទអញ្ចឹងទម្ងន់ស៊ីម៉ងមួយបាវបាទគឺ50គីឡូបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចមួយទៀតយើងចូលមកម៉ាស់មៀតសម្ភារៈបាទដើម្បីយើងអាចគិតបរិមាណបានលុះត្រាតែយើងមានម៉ាស់មៀតសម្ភារៈបាទអញ្ចឹងយើងមានម៉ាស់មៀតរបស់ស៊ីម៉ងគឺ1400គីឡូក្នុង1ម៉ែត្រគីបម៉ាស់មៀតរបស់ខ្សាច់គឺបាទ1600គីឡូក្នុង1ម៉ែត្រគីបហើយម៉ាស់មៀតរបស់ទឹកគឺ1តោនឬក៏1000គីឡូក្នុង1ម៉ែត្រគីបម៉ាស់មៀតរបស់ថ្មគឺ1800គីឡូក្រាមក្នុង1ម៉ែត្រគីបបាទអញ្ចឹងពាក់ព័ន្ធមួយម៉ាស់មៀតឬក៏យើងហៅថា density ជាភាសាបរទេសហ្នឹងបាទអញ្ចឹងគឺវាប្រែប្រួលបាទទៅតាមឯកសារខ្លះយកប៉ុណ្នេះឯកសារខ្លះយកប៉ុណ្ណោះអញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងយកតាមឯកសារមួយណាយើងដាក់ reference មួយនឹងទៅតាមមួយនឹងទៅបាទហើយពាក់ព័ន្ធមួយនេះគឺកលាផ្ទៃជាងហើយពាក់ព័ន្ធមួយមានរបស់ជាងបាទអានេះគឺខ្ញុំគិតក្នុង1ម៉ែត្រគីបដូចខ្ញុំនិយាយចឹងបាទបន្តមកទៀតយើងកណនីស៊ីម៉ងដែលត្រូវការបាទចូលដល់កណនីស៊ីម៉ងណាបាទអញ្ចឹងគឺយើងផតធៀបការ design បាទយើងផតធៀបដំបូងយើងរកស៊ីម៉ងយើងត្រូវយកស៊ីម៉ងធៀបនឹងផតធៀបសរុបបាទផតធៀបសរុបមានអីខ្លះយើងយកស៊ីម៉ងមកចែកឲ្យស៊ីម៉ងបូកខ្សាច់បូកថ្មហើយយើងគុណមេគុណបន្ថែម1.54មកហើយម៉ែត្រគីបនេះគឺខ្ញុំគិតក្នុង1ម៉ែត្រគីបបានខ្ញុំគុណកតុយម៉ែត្រគីបហ្នឹងអញ្ចឹងយើងឃើញ 0.385 ម៉ែត្រគីបបាទបន្តមកទៀតយើងបានអាវេមិចហ្នឹងហើយយើងយកវេមិចហ្នឹងមកគុណម៉ាស់មៀតស៊ីម៉ងមកយើងទទួលបានស៊ីម៉ង554ក្រាមស៊ីម៉ងដែលត្រូវការណាហើយចំនួនស៊ីម៉ងដែលត្រូវការមានន័យថាយើងត្រូវយកស៊ីម៉ងដែលយើងត្រូវការ554ហ្នឹងឬក៏10វេស៊ីម៉ែនហ្នឹងចែកនឹងស៊ីម៉ងមួយបាវមែនស៊ីម៉ងមួយបាវ50គីឡូអញ្ចឹងយើងឃើញប្រហែល12បាវបាទហ្នឹងចេញជាចំនួនបាវណាបាទបន្តមកទៀតពេលយើងបានបរិមាណហ្នឹងហើយបាទមានន័យថាម៉េចមានន័យថាអត់តន់អស់ទេយើងត្រូវគិតមេគុណសុវត្ថិភាពបញ្ចូលបាទមេគុណហ្នឹងគឺសម្រាប់ស៊ីម៉ងអាឡូបវ៉ស្តេក
ចន្លោះពី2ទៅ 3.5% បាទយើងយកចន្លោះហ្នឹងក៏បានឬក៏យើងយក 3.5% បានដែរចឹងមានន័យថាដោយសារស៊ីម៉ង់វាមានបាទស៊ីម៉ង់គឺវាមានភាពល្អិតបាទអញ្ចឹងវាអាចហើរទៅតាមខ្យល់បាទនៅពេលដែលយើងលើកចាក់លើកអីចឹងណាអញ្ចឹងវាធ្វើឲ្យអាបរិមាណស៊ីម៉ង់ហ្នឹងវាអាចខ្សោយបាទពេលយើងលាយជាមួយនេះលាយជាមួយខ្សាច់លាយជាមួយថ្មយើងយកមកលាយមកពេលយើងលើកស៊ីម៉ង់ហ្នឹងវាអាចភាយអញ្ចឹងវាធ្វើឲ្យបរិមាណដែលយើងលាយវាអត់គ្រប់ចំនួនគេនេះ554គីឡូអញ្ចឹងគឺគេទាមទារឲ្យយើងកំងថែមមកបាទអញ្ចឹងពាក់ព័ន្ធមួយការបន្ថែមនេះបាទខ្ញុំយកតែ 2.5% ឯងអញ្ចឹងខ្ញុំយក 2.5% យើងយកមកគុណជាមួយនឹងស៊ីម៉ង់នេះស៊ីម៉ង់ដែលយើងគិតដែលយើងត្រូវការយើងមកបូកបន្ថែមជាមួយនឹងស៊ីម៉ង់ដើមមកមែនស៊ីម៉ង់ដែលយើងអត់ទាន់គិតមេគុណអញ្ចឹងយើងបូកចូលគ្នាមកយើងបានស៊ីម៉ង់ដែលយើងត្រូវការ568បាទ568អានេះវា554បាទអញ្ចឹងវាខុសគ្នាតិចតួចណាបាទហើយពាក់ព័ន្ធមួយកន្លែងនេះគឺដល់ពេលដែលយើងគិតវាជាបាវវាស្មើ12បាវដែរវាអត់មានប្រែប្រួលទេដោយសារអានេះវាអត់ដល់12ទេដោយសារខ្ញុំប្រើពាក្យថា cell ហ្នឹងគឺខ្ញុំប្រកួតឡើងហើយអញ្ចឹងវាអាចឃើញ11ជាងវាប្រកួតឡើង12បាទអញ្ចឹងគឺនៅតែ12ដដែលទេបាទបន្ទាប់ពីស៊ីម៉ង់ហើយយើងមកកណនីខ្សាច់បាទអញ្ចឹងខ្សាច់យើងធ្វើដូចគ្នាគ្រាន់តែយើងដូរទៅនេះបាទខាងលើនេះបើយើងកណនីវេខ្សាច់បាទយើងវេស៊ីម៉ង់យើងប្រើស៊ីម៉ង់វេខ្សាច់យើងប្រើខ្សាច់ខាងលើហ្នឹងមកបាទក្រោមដូចគ្នាអញ្ចឹងបាទយើងយកស៊ីម៉ង់បូកខ្សាច់បូកនេះមកបាទបូកថ្មមកហើយយើងគុណនឹងមេគុណ 1.54 ហើយយើងគុណវាក្នុង1ម៉ែត្រគីបភាសាយើងគិតវាក្នុង1ម៉ែត្រគីបណាអញ្ចឹងពេលបានតម្លៃនឹងមកបាទយើងយកវាមកគុណជាមួយនឹងម៉ាស់មៀតខ្សាច់មកដងស៊ីតេខ្សាច់ហ្នឹងយើងទទួលបានខ្សាច់600ខ្សាច់ដែលត្រូវការ616គីឡូបាទហើយពាក់ព័ន្ធជាមួយចំនួនបាទបរិមាណខ្សាច់ដែលយើងគិតជាធុងពេត្រូបាទមានន័យថាយើងត្រូវយកមៀតធុងហ្នឹងមកចែកនឹងមៀតខ្សាច់ដែលត្រូវការបាទមៀតខ្សាច់ដែលត្រូវការចែកមៀតធុងមកយើងបាន16ធុងបាទអញ្ចឹងចំណុកខ្សាច់មួយធុងហ្នឹងវាអាចដាក់បានដល់ទៅ40បាទ4715គីឡូបាទចុច715គីឡូបាទ40គីឡូណាបាទពាក់ព័ន្ធមួយមៀតធុងហ្នឹងបាទនេះខាងលើនេះបាទយើងមានកម្ពស់ធុងមកយើងមានមុខកាត់ធុងយើងអាចរើមៀតធុងបានយើងតាមប្រមូលសម័យកាមវងណាផែនដីក្រោយលើ4យើងគុណ50វាទៅយើងបានមៀតវានេះបាទតមកទៀតគឺយើងមកមើលពាក់ព័ន្ធជាមួយមិញខ្សាច់បាទយើងបានខ្សាច់ប៉ុណ្ណឹងហើយយើងចូលមកបន្ថែមមេគុណខ្សាច់មួយទៀតបាទពី8ទៅ12ដោយសារខ្សាច់បាទខ្សាច់យើងមានតែខ្សាច់យើងមានខ្សាច់ខ្លះយើងយកប្រើការទៅរែងដើម្បីបោកដើម្បីរៀបអញ្ចឹងទៅបាទតែដល់ពេលដែលខ្សាច់ដែលយើងយកមកលាយបាទពេលខ្លះទៅយើងអាចលាយប្រភេទខ្សាច់តែមួយក៏បានដែរគាត់ថាពេលយើងតែការខ្សាច់វាអត់គ្រាន់ទេយើងយកខ្សាច់ទៅបោកផងទៅរៀបផងទៅអីផងអញ្ចឹងណាអញ្ចឹងគេត្រូវការឲ្យយើងបន្ថែមខ្សាច់មកបាទនេះករណីដែលយើងប្រើខ្សាច់អញ្ចឹងយើងយកទៅបោកផងយើងយកទៅរៀបអត់រៀបអីអញ្ចឹងណាបាទហើយខ្សាច់ហ្នឹងវាអាចបាត់បង់ពេលយើងដឹកដាក់តាមឡានមកកាឋានអីវាអាចជ្រុះណាត្រប់ during transportation បាទអញ្ចឹងក៏យើងមានមេគុណបន្ថែមខ្ញុំយកតែ 8% ទេអញ្ចឹងដូចគ្នាអញ្ចឹងយើងយក 8% ហ្នឹងមកគុណនឹងខ្សាច់ទៅបាទគុណនឹងបាទមៀតខ្សាច់ដែលយើងត្រូវការហ្នឹងបាទ616គីឡូហ្នឹងបាទ8% អញ្ចឹងយើងយក8មកចែកនឹង100ទៅបាទយើងបែកវាមកទៅចេញ 0.08 ហើយបាទហើយយើងមកបូកនឹងតម្លៃខ្សាច់ដើមទៅយើងបានឃើញដល់665អានេះយើងឃើញមែនយើងឃើញ616បាទខុសគ្នា40គីឡូបាទអញ្ចឹងគឺខ្សាច់នេះយើងកំងយកមកប្រើការឋានការពារពេលបាត់បង់ពេលអីចឹងយើងយកខ្សាច់ឲ្យលើសដើម្បីធានាសុវត្ថិភាពឯងបាទមួយទៀតគឺយើងចូលមកកណនីថ្មបាទអញ្ចឹងដូចគ្នាថ្មយើងគ្រាន់តែដូរខាងលើនេះជាផលធៀបមកយើងយកថ្មនេះដូចជាខ្ញុំដាក់បានបាទថ្មដូចជាដាក់2ឯងបាទនេះថ្ម2បាទអញ្ចឹងយើងយក2ហ្នឹងមកបើយើងចុចកាសចូល2អានេះ1អានេះ1អានេះ2បាទអញ្ចឹងយើងយក2ចែកឲ្យ4មកហើយគុណ 1.54 មកហើយគុណឲ្យម៉ែត្រគីបមកម៉ែត្រគីបយើងមិនគុណទេយើងដាក់តែ1ទៅហើយខ្នាតយើងដាក់ម៉ែត្រគីបមកយើងបានប៉ុណ្ណេះមក
បាទអញ្ចឹងយើងយកមកគុណមកបាទគុណមកយើងបាននេះយើងគុណម៉ាស់មៀតណាម៉ាស់មៀតបោះថ្មទៅយើងឃើញបានថ្មនៃតកា1386គីឡូបាទតែបើយើងគិតជាធុងពេត្រូលដោយសារធុងពេត្រូលយើងមានមៀតវាហើយបាទអញ្ចឹងនេះយើងមានប្រភេទបាទអានេះមៀតរបស់នេះមៀតនេះដែលតកាបាទមៀតថ្មដែលតកាអញ្ចឹងពេលយើងយកមៀតថ្មដែលតកាមកចែកមួយមៀតរបស់ធុងគឺយើងឃើញ31ធុងហើយបើសិនជាយើងគិតទៅលើប្រភេទនេះគិតជាមួយធុងហ្នឹងអាចមួយធុងហ្នឹងដាក់ថ្មមានប្រមាណគីឡូយើងត្រូវយកមៀតធុងហ្នឹងមកគុណនឹងម៉ាស់មៀតរបស់ថ្មហ្នឹងបាទនេះថ្មណាមិនខ្សាច់ទេនេះខ្ញុំភ្លេចដូរត្រូវដាក់ថ្មនេះបាទអានេះទៅកាម៉ានេះបាទកាម៉ា AGG បាទអានេះមិនខ្សាច់ទេអានេះត្រូវទេបាទតមកទៀតយើងថែមនេះថែមចន្លោះពី5ទៅ8%បាទអានេះខ្ញុំយកដល់8%ទៅបាទហើយនេះយើងបូបនឹងដើមវិញមកបាទអានេះគឺឥឡូវខ្ញុំដូរក្នុងនេះទៅបាទខ្ញុំបាទអានេះក៏ពិតខ្ញុំដាក់នេះទេបាទខ្ញុំដាក់ថ្មយើងទៅចេញខ្សាច់បាទនេះខ្ញុំដូរកន្លែងនេះបាទខ្ញុំដូរនេះខ្ញុំដាក់ AGG ព្រោះដោយសារនេះខ្ញុំជាប់ក្នុង Minecraft ហើយខ្ញុំក៏ដូរតិន័យតិចមកវាកណនីឲ្យមកបាទ AGG បាទអានេះឡើង1000គីឡូមិនបាទ1400បាទឡើង1400គីឡូជាងបាទ1446ដោយសារអីថ្មយើងអាចជ្រុះបាទឬក៏បែកបាទពេលដឹកជូនមកណាអញ្ចឹងគឺគេគិតមេគុណដើម្បីបង្ការយើងខ្វះថ្មឯប្រើដល់ការថាដើម្បីគេឲ្យយើងគិតលើសទៅបាទអញ្ចឹងថ្មដែលយើងត្រូវការ1496បាទអាសារនេះខ្ញុំភ្លេចដូរនេះវាជាប់តម្លៃសែនអញ្ចឹងវាគិតមៀតរបស់ខ្សាច់យកមកអត់ទៅបាទពាក់ព័ន្ធមួយទៀតគឺយើងចូលកណនីទឹកបាទក៏ពិតទឹកយើងមានផលធៀបនេះបាទផលធៀបនេះក៏ប្រភេទ plan ណា plan concrete អានឹងបេតុងយើងចាក់ធម្មតាទេអត់មានខ្សែដៃមានអីទេបាទដូចបេតុងឡប់ឡាយដូចអីហ្នឹងបាទហើយពាក់ព័ន្ធមួយ Redford concrete បេតុងដែលយើងប្រើមួយដែកមួយអីហ្នឹងបាទអានេះគឺ strength ខ្លាំងបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំយកប្រភេទ water content ហើយមួយទៀត min cement content បាទអញ្ចឹងស៊ីម៉ងដែលអបបមាវាមែន300គីឡូក្នុង1ម៉ែត្រគីបតែយើងរកឃើញដល់ទៅ500គីឡូណា1ម៉ែត្រគីបបាទ1ម៉ែត្រគីបហើយម៉ែត្រគីបដែលយើងរកឃើញបាទមួយគីបដែលយើងកណនាមកយើងឃើញនេះបាទយើងឃើញ500គីឡូជាងនេះអានេះយើងបែកចេញពីម៉ែត្រគីបដូចគ្នាបើយើងគិតក្នុងលក្ខខណ្ឌដែលយើងគិតគីឡូក្នុងម៉ែត្រគីបយើងយកមកដល់ទៅប្រហែល1440ប៉ុណ្ណាបាទអញ្ចឹងវាធំជាង300ហើយណាយើងអាចប្រើលក្ខខណ្ឌនឹងបានអានេះគឺនិយាយតម្លៃមីនទេបាទតម្លៃម៉ាក់មួយទៀតគឺគេធ្វើផលធៀបគេដាក់តែ water cement ratio អានេះគឺផលធៀបរវាងអីគេរវាងស៊ីម៉ង់ហើយនឹងរវាងទឹកហើយនឹងស៊ីម៉ង់អញ្ចឹងយើងដាក់ away លើសេហ្នឹងគឺជាអីសេហ្នឹងគឺស៊ីមែននេះគឺ water បាទខ្ញុំដាក់ពេញហ្មងទៅបាទផតធៀបវាបាទយើងត្រូវបើយើងយក25 megapascal អានេះផតធៀបវាត្រូវស្មើនេះស្មើ 0.50 បាទស្មើគឺ 0.50 បាទអញ្ចឹងតាមគណិតវិទ្យាផតធៀប 0.50 បើខ្ញុំត្រូវការទឹកបាទអញ្ចឹងខ្ញុំបោះទៅខ្ញុំយក water មកខ្ញុំស្មើស៊ីមិនគុណនឹង 0.50 ទៅបាទខ្ញុំយក 0.50 គុណឲ្យស៊ីមិនបាទស៊ីម៉ងអញ្ចឹងស៊ីម៉ងហ្នឹងគឺណាគឺបាទគីឡូស៊ីម៉ងដែលយើងត្រូវការប្រហែលបាទ554បាទអានេះខ្ញុំអត់យកតម្លៃនេះណាតម្លៃនេះតម្លៃដែលយើងគិតមេគុណបន្ថែមនៅការថែមទៅនេះស៊ីម៉ងដែលយើងបន្ថែមនេះបាទអញ្ចឹងខ្ញុំយកតម្លៃដែលយើងកណនាឃើញណាបាទ554អញ្ចឹងយើងយកតម្លៃមកគុណមកបាទនេះយើងយកមកគុណមកយើងបានទឹក
từ ca tắc pi rồi cho sầm ba cái lầu và chẳng đọc về nhầm côn tới và nhầm côn anh ấy nhầm côn tắc trong mặt thông vào màn cả lầu một pay pi cả lầu và giống mê tham mặt thông nó nhầm tạo ban một pay pi lít nói ban một pay pi cả lầu từ từng nguồn và chắc bên đây tha tắc mà lít cả lầu và chẳng những ai thằng chặt đây mới mẹ nó mà bùa ca nhưng mà sao lư khi gì đấy mà nhầm đây thằng chặt đấy nè và những ai xạ thực tế tới và nếu nhầm côn mà miệt tắc và tầm một tiết nhom kết việc chiaประเภท thông về trâu mình và nếu chấm nọc nó thống á và chấm mút chấm nôn bạ mát kết chia thông về trâu cứ nhom chọn rồi nhom tự đủ đã thông về trâu mà thông cứ đọc bay thông và chẳng cứ dân thời giờ ấy thời giờ tật đây dân thời ca nắng dân giờ mà chạy chỉ mùi nâng này và dân chạy chỉ mùi nâng này và water này và để xa khát biết cả lẩu chẳng cả lẩu xong rồi cả lẩu ó nó xó chân nuôn và nó xó chân nuôn và hơi bẹp con mùi nè chứ ngon là mấy con mùi cho hạ buôn mau bì nè và mấy con mùi cho hạ buôn nó đó chứ là mấy con mùi cho hạ buôn nó dân mà chứ ngon thế này và mấy con mùi cho hạ buôn sầm rạp bê tông đi mùi cho phải bó sầm rạp mô tả bài o dân lìa bột lìa riệp ấy đó và dùng pro nó trong đây tha mùi mát clip nắng Visma 54 phía rồi và 54 phía đó chị ấy trong việc bài trai chỉ vì và vị trí ở đây cứ này sớm ở đây cứ này ngút 54 phía rồi trong đây thang sai sẽ mùi phía đó chỉ này sớm và chẳng cứ bà try volume và chẳng try volume cái từ giờ cái từ giờ này và vẹt volume phiếp sớm bộ chỉ mùi nâng 54 phía rồi và này đi và này phiếp sớm nâng tiết vẹt volume tay sớm tay tận nắng và chẳng vì tới cái việc mà mùi và muối lơ hạ 4 chạy nhưng mà rồi nè vì tới mà muối 4 hạ 4 chạy hỏi mà rồi mà rồi hỏi con mùi thiệt và muối nó bên đây thằng mạch muối nó cứ mùi phịa rồi mùi rồi phịa rồi và nó cứ bầm lại chanh máu và vì mà rồi phịa rồi phía đó chạy rồi phía đó biết mà mùi vậy ở đấy dương lại máu bia ban son cho hạ buồn bà chẳng bị dân chạy mà đấy tới dương từ tua bàn bà đi dương chạy tới dương ban muối bia sâu ở cái bia hạ buồn và bột ơi son hạ buồn cái này vậy mà son hạ buồn muối bột ấy son hạ buồn ở đấy vì hạ buồn chạy mà nói nè bà chắc dương ban muối cho hạ buồn và chẳng mấy con nó cứ những ban mau pika sầm rài nè bà đã sai cái vừa tay tới về miền này ngồi nó về miền hà sập buồn phía đói bà chẳng hà sập mùi phía đói tiết cứ này sai sai sập mùi phía đói tiết cứ này sai bà hình chẳng này ngút này sai bọc dọc thế bàn mà đói phía đói chẳng bàn kia bàn tranh từ lại mùi nắng cứ bàn mùi nắng cứ bàn mà đói phía đói chạy nhưng mà đói phía đói bàn mà mùi nắng bà anh ấy cứ sầm rạp ở cả địa bài ó này và điệp một ấy nắng và dùng pro này và chắc là không ca kẹn thì nó cứ miền tập bản đăng tế bà ấy ở bậc hàng cao thì còn chỉ ca sẵn khai bỏ nhóm á nè và sẵn khai bỏ nhóm thì tại bây giờ mở step kẹn ấy dân mở hàng lớn đi bà chắc là không ngờ video này bẹp pon 10 ca kẹn này bà màn sạch hay nâng Simon tặng nắng dương kẹn này bẹp nâng bà miền tập bản đăng tế hay nhưng mà chạy lần với những dương ngọt miền là kẹn này dân lư đó từ 35 megapascal này dùng miền trầm 30 megapascal cho crom đối dùng bị chạy nhé cái này cái anh gì cầm lăng bê tông can đặc kháng cứ thì từ cái liệt thành nam kimi chùm núi đó tại đây dân cả điện dân cuốn đáy kịch đáy viện miền thành nam kimi thì chẳng dân cả địa bàn từ cầm rịch tiệp đài bà chẳng có bộ page dân ở ai cả địa bàn thì bà hay âm nó dùng bị chạy chẳng cứ strain vào bê tông nó cứ dân giờ thật tại phải 7 ngày á dân thôi cạo vừa đã lẹ vừa dân chạy bê tông cái miền cụp ấy chẳng á và cái miền cụp cái miền chia xì làng xì ấy chẳng tới 57 cái chặt bê tông châu không nắng á 57 ở vì rằng hói cái giờ tại vì thật tại Scott ở 10 tiết dùng miền chia bọc hết xì làng ấy chẳng đây và được hai ta sai lần đỡ 10 tiết cụp nó ngờ buồn trồng và buồn trống và buồn trồng máu và nó chỉ cụp và
và chắc làក្នុងវីដេអូនេះគឺអ្វីដែលខ្ញុំបាទចង់បង្ហាញបាទតែប៉ុណ្្នឹងទេបាទអត់មានច្រើនទេបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបាទអរគុណ